សួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំមានមេរៀនតទៅនឹងការលុបរូបតាងនេះចេញពី background ដូចនៅក្នុងវីដេអូនេះអញ្ចឹងជាដំបូងបងប្អូនត្រូវចូលកន្លែង Lasso Tool នេះមកបាទតបមកបងប្អូនគូលើវាតបមកចុច Shift ជាប់គូលើកូនតាងនេះមួយទៀតបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនចូលកន្លែង Tool នេះបាទ Remove Tool នេះមកចុចคลิกមកហើយបងប្អូនមកឆ្វេងយកដល់ជាប់គូលើវាអញ្ចឹងមកបាទហាច់គូនេះទៀតមកហាច់បាទតមក Ctrl D ដើម្បីដោះស្លេចចេញបាទឃើញស្អាតហើយវីដេអូយើងគឺបានបញ្ចប់ត្រឹមហ្នឹងបាទបើសិនណាបងប្អូនមានចម្ងល់អីសូម comment នៅខាងក្រោមវីដេអូហើយសូមជួយ subscribe ជួយ like ជួយ comment ជួបគ្នានៅវីដេអូក្រោយបាយបាយ